បាទសូមគោរពនឹងជំរាបសួរទស្សនិកជនបាទខានធ្វើនៅមេរៀនជូនទស្សនិកជនមករយៈបាទដោយសាររវល់ទៅនឹងការងាររកស៊ីច្រើនបាទតោះថ្ងៃនេះសូមចែកនៅបទពិសោធន៍បាទនៅចំណេះដឹងមួយបាទថាធ្វើយ៉ាងណាដើម្បីឲ្យខួរក្បាលរបស់យើងមានសុខភាពល្អធ្វើយ៉ាងណាឲ្យខួរក្បាលយើងល្អបាទឲ្យខ្លាំងបងប្អូនធ្លាប់ឮហ៎អ្នកមួយចំនួនគេនិយាយចាស់ទៅខួរក្បាលគេខ្លាំងไหมខួរក្បាលគេក៏ល្អไหมបាទតោះឥឡូវខ្ញុំចែករំលែកនៅបទពិសោធន៍នេះជូនពុកម៉ែបងប្អូនថាតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យខួរក្បាលរបស់យើងនោះល្អណាហើយខ្លាំងបងប្អូនបើយើងគិតទៅមនុស្សយើងខួរក្បាលប៉ុណ្ណឹងគ្នាទេបាទការដែលធ្វើឲ្យខួរក្បាលយើងខ្លាំងឬក៏ខ្សោយគឺអាស្រ័យទៅនឹងកត្តា3យ៉ាងទី1បរិស្ថាននៅជុំវិញខ្លួនយើងនឹងបាទកត្តាបរិស្ថានជុំវិញខ្លួនយើងនឹងទី2ចំណីអាហារបាទក៏ជះឥទ្ធិពលទៅដល់ខួរក្បាលយើងដែរទី3ការប្រើប្រាស់បាទកាលណាយើងប្រើប្រាស់ខួរក្បាលខុសក៏ធ្វើឲ្យខួរក្បាលយើងខ្សោយទៅតាមនឹងដែរណាបងប្អូនណាបាទដោយសារតែខួរក្បាលនេះឯងតែយើងឧស្សាហ៍យកវាទៅគិតព្យាយាមទៅគិតកាន់តែគិតកាន់តែធ្វើកាន់តែប្រើប្រាស់គឺកាន់តែខ្លាំងគិតទៅលើអីកាន់តែខ្លាំងចំណុចហ្នឹងអានេះចំណុចខួរក្បាលយើងដែលយើងដែលមិនបានចាប់អារម្មណ៍កាន់តែគិតទៅលើចំណុចណាកាន់តែខ្លាំងទៅលើចំណុចហ្នឹងបាទហើយវាជាឥទ្ធិពលមួយទៀតដែលខ្ញុំនិយាយថាចំណីអាហារជាឥទ្ធិពលនោះកាលណាបងប្អូនពិសានៅចំណីអាហារណាដែលមានវីតាមីនសារជាតិចិញ្ចឹមគ្រប់គ្រាន់ធ្វើឲ្យខួរក្បាលយើងរីកចម្រើនខ្លាំងបងប្អូនពិសានៅគ្រឿងស្រវឹងច្រើនធ្វើឲ្យខួរក្បាលយើងចុះខ្សោយបាទចុះខ្សោយភ្លេចភ្លៀងបងប្អូនដែលឃើញអ្នកច្បងទេខួរក្បាលគាត់ឲ្យទៅខ្លាំងយ៉ាងម៉េចរួចសូម្បីតែឈ្មោះរបស់គាត់ខ្លួនគាត់ច្បងខ្លាំងទៅសូម្បីតែឈ្មោះរបស់គាត់ក៏គាត់ភ្លេចដែរបាទឈ្មោះរបស់គាត់ភ្លេចដែរអញ្ចឹងខូចខួរក្បាលអស់អ្នកខ្លះគាត់ផឹករាល់ថ្ងៃច្បងរាល់ថ្ងៃណាក៏ច្បងដែរអញ្ចឹងភ្លេចរាល់ថ្ងៃនឹងឯងបាទហើយតកតងទៅនឹងចំណុចមួយទៀតដែលខ្ញុំនិយាយរឿងបរិស្ថានរស់នៅណាជុំវិញហ្នឹងបរិស្ថានរស់នៅជុំវិញខ្លួនឯងក៏ជះឥទ្ធិពលខ្លាំងដល់ខួរក្បាលដែរបាទមានន័យថាបរិស្ថានរស់នៅជុំវិញខ្លួនហ្នឹងរួមទាំងការសេពគប់រួមទាំងបរិស្ថានកន្លែងរស់នៅធម្មជាតិជុំវិញខ្លួនផងដែរបាទបើសិនជាកន្លែងរស់នៅក៏បានស្អាតខ្យល់អាកាសបរិសុទ្ធធម្មជាតិបៃតងបងប្អូនបានសម្រាកគ្រប់គ្រាន់ធ្វើខួរក្បាលក៏វា fresh តាមនឹងដែរបាទអញ្ចឹងនេះចំណេះដឹងខ្លីៗទេបាទសូមតាមដានទៅលំអិតនិយាយពាក់ព័ន្ធទៅនឹងខួរក្បាលបន្តទៀតទៅលេខក្រោយបាទសូមអរគុណបាទសូមគោរពនឹងជំរាបសួរទស្សនិកជនបាទខាន